តាចាហៅ Hello សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះជួបជាមួយនឹងខ្ញុំវីដេអូថ្មីទៀតគេដែលវីដេអូនេះដែរគឺតាក់ទងទៅនឹងវីដេអូមុនដែលខ្ញុំបានបង្ហោះចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនេះដែរគឺយើងនឹងនិយាយអំពីការប្រើប្រាស់តដូចគ្នាអញ្ចឹងវីដេអូមុនខ្ញុំបាននិយាយពីតទាំង3អញ្ចឹងតទី1គឺយើងអានថាតទីហើយជាមួយនឹងទីអញ្ចឹងអ្នកទាំងអស់គ្នាឃើញតហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងលម្អិតអំពីតហ្នឹងគឺអាចចូលទៅមើលវីដេអូមុនរបស់ខ្ញុំបានណាខ្ញុំបានបញ្យល់លម្អិតក៏ដូចជាលើកឧទាហរណ៍អំពីការអាននិងការបញ្ចេញសំឡេងផងដែរចំណែកតទី2គឺយើងអានរហូតបានទៅដល់2និងចំណែកតទី3យើងអានរហូតបានទៅដល់3ដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាបើចង់មើលវីដេអូពេញលម្អិតតាក់ទងនឹងតអាចទៅមើលវីដេអូមុនបានចាអ្នកទាំងអស់គ្នាចឹងចំពោះវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីភាពដូចគ្នាក៏ដូចជានឹងភាពខុសគ្នារបស់តទាំង3អញ្ចឹងយើងចង់ដឹងកាន់តែច្បាស់យើងចូលទៅកាន់វីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាចាអ្នកទាំងអស់គ្នាអញ្ចឹងចំពោះចំណុចទី1ខ្ញុំសូមនិយាយអំពីភាពដូចគ្នាអញ្ចឹងភាពដូចគ្នារបស់តទាំង3ហ្នឹងគឺទី1គឺយើងអានសំឡេងស្រាលដូចគ្នាតមានន័យថាវាអត់មានសឹងទេអត់មានថាវាអត់មានសញ្ញាសំឡេងទាំង4នៅលើវាទេតហើយចំណុចទី2ហ្នឹងគឺមានន័យថាជាការភ្ជាប់ឃ្លាឬក៏ពាក្យយើងយកឃ្លាឬក៏ពាក្យហ្នឹងភ្ជាប់ចូលគ្នាដោយការប្រើប្រាស់តទាំង3ហ្នឹងចាអ្នកទាំងអស់គ្នាឥឡូវខ្ញុំសូមលើកឧទាហរណ៍តទី1សិន我的妈妈ចឹងតកន្លែងនេះគឺជាការភ្ជាប់គ្នារវាងវ៉ាហើយជាមួយនឹងម៉ាម៉ាវ៉ាតម៉ាម៉ាម៉ាក់របស់ខ្ញុំចាអ្នកទាំងអស់គ្នាចំពោះតទី2វិញឧទាហរណ៍ថា我很认真我听姐姐教书我很认真我听姐姐教书ចឹងអ្នកទាំងអស់គ្នាធ្វើការភ្ជាប់ប្រយោគទាំងពីរហ្នឹងបញ្ចូលគ្នាដោយយើងប្រើតទី2ហ្នឹង我很认真的听姐姐教书我很认真的听姐姐教书ចឹងមានន័យថាយើងយកប្រយោគទី1បុកតហើយជាមួយនឹងបុកប្រយោគទី2វាលក្ខណៈភ្ជាប់គ្នាណាអញ្ចឹងចំពោះឧទាហរណ៍តទី3他们唱歌他们很大声他们唱歌他们很大声មានថាពួកគាត់ច្រៀងហើយពួកគាត់ច្រៀងដោយសំឡេងលឺឬក៏ខ្លាំងៗអញ្ចឹងយើងយកតទី3មកភ្ជាប់មក他们唱歌的很大声他们唱歌的很大声អញ្ចឹងយកតទី3នេះគឺភ្ជាប់ជាមួយគ្នាណាអ្នកទាំងអស់គ្នាឃើញខ្ញុំលើកឧទាហរណ៍ខាងលើតទាំង3សុទ្ធតែជាការភ្ជាប់ឃ្លាពីឃ្លាទី1ភ្ជាប់ជាមួយនឹងឃ្លាទី2ចូលគ្នាប៉ុន្តែមិនមែនចេះតែយកតហ្នឹងទៅដាក់ភ្ជាប់គ្រប់ឃ្លាទាំងអស់ទេវាត្រូវមានពាក្យនាមគណនាមសម្គាល់នៅពីខាងក្រោយរបស់វាដែរអញ្ចឹងចង់លម្អិតទៅទៀតយើងនឹងចូលទៅកាន់មេរៀនបន្ទាប់ទាំងអស់គ្នាណាចាអ្នកទាំងអស់គ្នាដោយសារតែទីទៀតនេះគឺយើងនឹងនិយាយពីការប្រើប្រាស់តបូកជាមួយនាមកណនាមឬក៏កិរិយាអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាដឹងនិយមន័យជាមុនសិនអញ្ចឹងនាមខ្ញុំសូមឲ្យនិយមន័យជាភាសាខ្មែរហ្មងដើម្បីងាយស្រួលដល់អ្នកទាំងអស់គ្នាក្នុងការប្រើប្រាស់វាបូកជាមួយនឹងតនាមគឺត្រូវបានគេឲ្យនិយមន័យថាជាការសម្គាល់ឈ្មោះមនុស្សសត្វវត្ថុទីកន្លែងណាមួយចំពោះកិរិយាសព្ទវិញគឺជាពាក្យសម្ដីដែលសម្ដែងអំពីអំពើឬក៏សកម្មភាពណាមួយផងដែរចាអ្នកទាំងអស់គ្នាគុណនាមចុងក្រោយគេគុណនាមគឺជាពាក្យសម្រាប់សម្គាល់សភាពឬក៏លក្ខណៈរបស់នាមតែម្ដងដូចជាល្អខ្ពស់ខ្លាំងធំអីជាដើមចាអ្នកទាំងអស់គ្នាអញ្ចឹងមុនហ្នឹងខ្ញុំបានបង្ហាញនិយមន័យទាំង3គឺមានដូចជានាមកិរិយាសព្ទហើយជាមួយនឹងគុណនាមឥឡូវនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់តទាំង3ឥឡូវយើងចូលទៅដល់ការប្រើប្រាស់តទី1សិនចាអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយពីរបៀបប្រើប្រាស់តគឺប្រើសម្រាប់និយាយអំពីមនុស្សសត្វឬក៏វត្ថុដែលជានាមហើយនៅពីក្រោយហើយតក៏ជាកម្មសិទ្ធិរបស់ពាក្យខាងមុខផងដែរចឹងយើងចង់ដឹងច្បាស់យើងក៏លេចទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍我的哥哥យើងបកថាបងប្រុសរបស់ខ្ញុំចឹងវគឺជានាមបូកនឹងតហើយបូកនឹង哥哥គឺជានាមដូចគ្នា我的哥哥ចឹងមានន័យថាតគឺគេបានបញ្ជាក់ថាជាកម្មសិទ្ធិរបស់យើងចឹងមានថា我的哥哥បងប្រុសរបស់ខ្ញុំជាកម្មសិទ្ធិរបស់ខ្ញុំបងប្រុសហ្នឹងណាចាអ្នកទាំងគ្នាឧទាហរណ៍មួយទៀត我的钱លុយរបស់ខ្ញុំអញ្ចឹង钱ដែលយើងបកថាលុយហ្នឹងគឺជាកម្មសិទ្ធិរបស់យើងចាអ្នកទាំងគ្នាចំណុចសំខាន់មួយទៀតនោះគឺខ្ញុំចង់បញ្ជាក់ថាភាគច្រើនពាក្យដែលនៅខាងក្រោយតហ្នឹងគឺជានាមតែម្ដងឧទាហរណ៍我的手机អញ្ចឹង手机ហ្នឹងគឺជានាមហើយវាមានលក្ខណៈនៅខាងក្រោយតអ្នកទាំងគ្នាអាចមើលវាបានអញ្ចឹង我的手机យើងបកថាទូរស័ព្ទដៃរបស់ខ្ញុំ我ក៏ជានាមបូកនឹងតហើយបូកជាមួយនឹង手机ក៏ជានាមដូចគ្នាប៉ុន្តែអ្នកទាំងអស់គ្នាក៏មានចំណុចសំខាន់មួយទៀតដែរជាទូទៅពាក្យដែលនៅខាងមុខនាមពាក្យដែលនៅខាងមុខតអធ្យាស្រ័យពាក្យដែលនៅខាងមុខតគឺមានដូចជានាមគុណនាមឬក៏កិរិយាសព្ទជាដើមផងដែរ
ចាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមឧទាហរណ៍តាក់ទងនឹងតដែលនៅខាងមុខវាគឺជាគុណនាមឧទាហរណ៍漂亮的花漂亮的花អញ្ចឹងមានន័យថាពាក្យថា漂亮ហ្នឹងយើងបកថាស្រស់ស្អាតប៉ុន្តែវាគឺជាគុណនាម的花的បុកតហើយជាមួយនឹងបុកហွာគឺដើរតួជានាមណា漂亮的花អញ្ចឹងប្រយោគហ្នឹងមានន័យថាគុណនាមគឺនៅខាងមុខតនឹងឯងចាអ្នកទាំងអស់គ្នាប្រយោគមួយទៀតតាក់ទងនឹងកិរិយាសព្ទម្ដង喜欢的电影喜欢的电影មានន័យថាចូលចិត្តមើលកុនឬក៏ចូលចិត្តភាពយន្តអីជាដើមអញ្ចឹងពាក្យថា喜欢ហ្នឹងគឺយើងបកមានន័យថាវាដើរតួជាកិរិយាសព្ទណាហើយបូកនឹងតបូកនឹង电影គឺដើរតួជានាមធម្មតាអ្នកទាំងអស់គ្នាដឹងហើយថានៅខាងក្រោយតគឺយើងបូកយើងប្រើនាមគឺដាក់ពាក្យវាជានាមតែម្ដងប៉ុន្តែបើនៅខាងមុខតគឺអាចមានជានាមផងជាគុណនាមផងនិងជាកិរិយាសព្ទផងអ្នកទាំងអស់គ្នាយល់ច្បាស់ពីតនឹងនៅបើសិនជាមានចម្ងល់អាច comment សួរនៅខាងក្រោមបានទៀតណាចាអ្នកទាំងអស់គ្នាឥឡូវការប្រើប្រាស់តគឺបានមកចប់ត្រឹមនេះហើយយើងចូលទៅដល់ការប្រើប្រាស់តទី2វិញម្ដងចាអ្នកទាំងអស់គ្នាសម្រាប់ការប្រើប្រាស់តទី2វិញគឺប្រើសម្រាប់និយាយឬក៏ពិពណ៌នាអំពីសកម្មភាពដែលនៅពីក្រោយវាហើយគឺជាពាក្យនៃកិរិយាសព្ទតែម្ដងថាជាកិរិយាសព្ទហ្មងនៅក្រោយតហ្នឹងណាឧទាហរណ៍认真的写字认真的写字មានន័យថាយកចិត្តទុកដាក់ក្នុងការសរសេរអក្សរអញ្ចឹងពាក្យថា写字写字ហ្នឹងគឺយើងបកថាការសរសេរអក្សរអញ្ចឹងវាដើរតួជាកិរិយាសព្ទណាអ្នកទាំងអស់គ្នាពីព្រោះវាធ្វើសកម្មភាពនៃការសរសេរឧទាហរណ៍មួយទៀត安静的学习安静的学习យើងបកថាការរៀនដោយស្ងៀមស្ងាត់ឬក៏ការសិក្សាដោយស្ងៀមស្ងាត់អញ្ចឹងមានន័យថា学习ហ្នឹងគឺដើរតួជាកិរិយាសព្ទណាហើយនៅពីក្រោយរបស់តនឹងឯងវាសុទ្ធតែជាសកម្មភាពកិរិយាសព្ទចាអ្នកទាំងអស់គ្នាចំពោះតទី2នេះគឺងាយយល់ងាយស្រួលជាងតទី1ដោយសារវាអត់សូវមានលក្ខណៈស្មុគស្មាញក៏ដូចជាអ្វីដែលត្រូវការណែនាំការច្រើនប៉ុន្មានទេអញ្ចឹងយើងចូលទៅដល់តទី3ទាំងអស់គ្នាចាអ្នកទាំងអស់គ្នាសម្រាប់តទី3វិញគឺប្រើសម្រាប់បន្ថែមអត្ថន័យពាក្យដែលនៅខាងមុខវាហើយខាងក្រោយតគឺជាគុណនាមអញ្ចឹងគឺខុសប្លែកពីតទី2មិញតទី2មិញគឺប្រើសម្រាប់និយាយពីសកម្មភាពហើយនៅខាងក្រោយវាគឺជាកិរិយាសព្ទប៉ុន្តែដោយឡែកតទី3នេះនៅខាងក្រោយវាគឺជាគុណនាមវិញអញ្ចឹងយើងចង់ដឹងលម្អិតទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍说得很好说得很好និយាយបានល្អណាស់អញ្ចឹងពេលថា很好គឺយើងបកថាល្អណាស់អញ្ចឹងវាដើរតួទៅជាគុណនាមដែលនៅខាងក្រោយតណាឧទាហរណ៍មួយទៀត听得懂听得懂មានថាស្ដាប់យល់ស្ដាប់ដឹងអត្ថន័យវាមិនអញ្ចឹងមានថាតងហ្នឹងគឺដើរតួជាគុណនាមនឹងឯងចាអ្នកទាំងអស់គ្នាអញ្ចឹងចំពោះការប្រើប្រាស់តទាំង3គឺខ្ញុំបានលើកឡើងហើយអញ្ចឹងអ្នកទាំងអស់គ្នាមានចម្ងល់អាច comment សួរនៅខាងក្រោមបានណាឥឡូវយើងនិយាយពីភាពខុសគ្នារបស់តទាំង3សិនអញ្ចឹងចង់ដឹងថាតទាំង3មានលក្ខណៈខុសគ្នាមិនខ្លះយើងចូលទៅមើលទាំងអស់គ្នាចាអ្នកទាំងអស់គ្នាអញ្ចឹងចំពោះតទី1គឺមានតបូកជាមួយនឹងនាមអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ចំនួន3ឲ្យអ្នកទាំងអស់គ្នាទី1老师的电脑ទី2学生的作业ទី3漂亮的衣服អញ្ចឹងអ្នកទាំងអស់គ្នាអាចទាយបានថាឧទាហរណ៍ទាំង3ហ្នឹងមានពាក្យណាខ្លះដែលជានាមអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំសូមប្រាប់តែម្ដងដោយសារតែខ្ញុំបានបញ្យល់មុននឹងដែរនាមគឺស្ថិតនៅខាងក្រោយតអញ្ចឹងពាក្យដែលជានាមគឺមាននៅក្នុងប្រយោគទាំង3ហ្នឹងឯងមានដូចជាពាក្យថាទៀនណាក្រោយតចយយហើយជាមួយនឹងអ៊ីហ្វូអញ្ចឹងចំនួន3ពាក្យខាងក្រោយតហ្នឹងគឺសុទ្ធសឹងតែជានាមចឹងចំពោះប្រយោគទី1យើងបកថា老师的电脑កុំព្យូទ័ររបស់អ្នកគ្រូឬក៏រកគ្រូ学生的作业កិច្ចការផ្ទះរបស់សិស្ស漂亮的衣服សម្លៀកបំពាក់ដែលស្រស់ស្អាតចាអ្នកទាំងអស់គ្នាឥឡូវយើងចូលទៅមើលតទី2ទាំងអស់គ្នាចឹងតទី2គឺមានលក្ខណៈខុសពីតទី1តទី2នេះខុសទាំងការសរសេរហើយវាខាងក្រោយរបស់វាគឺបុកនឹងកិរិយាសព្ទនិយាយរួមឲ្យតែជាការធ្វើសកម្មភាពណាចឹងខ្ញុំសូមលើកឧទាហរណ៍3ដូចគ្នាឧទាហរណ៍ទី1快的走ឧទាហរណ៍ទី2高兴的说ឧទាហរណ៍ទី3认真的写ចឹងអ្នកទាំងអស់គ្នាគាត់ថាពាក្យណាខ្លះដែលជាកិរិយាសព្ទចឹងចំពោះពាក្យកិរិយាសព្ទគឺដូចគ្នាដែរនៅខាងក្រោយតមានដូចជាពាក្យថាចូលដើរ说និយាយ写សរសេរ快的走ដើរយឺត高兴的说និយាយដោយសប្បាយចិត្ត认真的写សរសេរដោយយកចិត្តទុកដាក់ចឹងពាក្យខាងក្រោយចូល说写ស្ថិតតែជាកិរិយាសព្ទចាអ្នកទាំងគ្នាឥឡូវយើងចូលទៅដល់តទី3ទាំងអស់គ្នាចឹងតទី3គឺបូកជាមួយនឹងគុណនាមនិយាយទៅ3ហ្នឹងគឺខុសគ្នាទី1បូកនឹងនាមទី2បូកនឹងកិរិយាសព្ទនិងទី3បូកជាមួយនឹងគុណនាមចឹងខ្ញុំសូមលើកឧទាហរណ៍ចំនួន3ដូចគ្នាឧទាហរណ៍ទី1跑得快ឧទាហរណ៍ទី2说得好ឧទាហរណ៍ទី3认真的写អញ្ចឹងអ្នកទាំងអស់គ្នាគាត់ថាពាក្យណាដែលជាគុណនាមខ្លះចឹងចំពោះពាក្យគុណនាមគឺមាន3ដូចគ្នានៅខាងក្រោយតមានដូចជាពាក្យថាខ្វាយលឿនហៅល្អសៀគឺសិក្សាឬក៏រៀនអញ្ចឹងឧទាហរណ៍ទី1跑得快រត់បានលឿន
说得好និយាយបានល្អ认真地写យកចិត្តទុកដាក់ក្នុងការរៀនចាអ្នកទាំងអស់គ្នាចំពោះការប្រៀបធៀបតទាំង3នោះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីភាពខុសគ្នាក៏ដូចជាភាពដូចគ្នាហើយនឹងការប្រើប្រាស់របស់តទាំង3ផងដែរចឹងអ្នកទាំងអស់គ្នាធ្វើការបែងចែកវាឲ្យដាច់ណាយើងមិនអាចប្រើច្រឡូកច្រឡំរីប៉ាយពេញនឹងនោះទេចឹងវីដេអូរបស់យើងគឺជាមកដល់ទីបញ្ចប់ហើយតែមុននឹងបញ្ចប់ខ្ញុំចង់ជូនដំណឹងមួយទៅកាន់អ្នកទាំងអស់គ្នាគឺថាខ្ញុំមានបើកបង្រៀនវគ្គអនឡាញភាសាចិនផងដែរចឹងបើសិនជាមានអ្នកចំណាប់អារម្មណ៍ក្នុងការរៀនជាមួយខ្ញុំអាចចុះឈ្មោះចូលរៀនជាមួយខ្ញុំបានហើយនឹងក្នុងឱកាសឆ្នាំថ្មីខែ1នេះគឺខ្ញុំចង់បើកថ្នាក់ពិសេសមានន័យថាគ្រូមួយទល់នឹងសិស្សមួយតែម្ដងដើម្បីឲ្យការសិក្សារបស់កូនសិស្សណាវាកាន់តែជោគជ័យហើយមួយទៀតខ្ញុំដឹងថាកូនសិស្សខ្លះគាត់រៀនបញ្ញាប់យកទៅប្រើប្រាស់កន្លែងការងារអីផ្សេងៗអញ្ចឹងក្នុងការបញ្ញាប់ហ្នឹងគាត់អាចរៀនជាមួយនឹងគ្រូមួយផ្ទាល់តែម្ដងអញ្ចឹងជម្រាបដំណឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាតន់ជាមួយរៀនជាមួយនឹងដំណឹងថ្មីទាំងអស់គ្នាអឺ好，现在再见。我希望你们喜欢我的视频。ខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូរបស់ខ្ញុំសាច់ឈុតជាយើងចាំជួបគ្នានៅវីដេអូក្រោយ好再见